បាទសូមគោរពជំរាបសួរទៅដល់បងប្អូនទាំងអស់គ្នាទាំងក្រៅប្រទេសនិងក្នុងប្រទេសបាទថ្ងៃនេះដែរខ្ញុំមកលេងនៅខាងភ្នំលុយដីចាតនៅខាងខេត្តបៃលិនអញ្ចឹងតោះបងប្អូនតាមដានមើលខ្ញុំទាំងអស់គ្នាលើនេះមានរូបសំណាក់ខ្លះបងប្អូនតាមដានមួយគ្នានឹងបងប្អូនទាំងអស់គ្នាពេលខ្ញុំដើរមកដល់នេះគឺឃើញរូបសំណាក់ព្រះអង្គជាច្រើនណាបងប្អូនបាទបន្ទាប់មកខ្ញុំបានទៅដល់បងប្អូនខ្ញុំទៅធ្វើបុណ្យចឹងកំពុងតែចាប់ផ្ដើមចែកធូបទៀនគ្នាផ្កាអ្នកម្ដាយខ្ញុំក៏កំពុងតែទៅជូនលុយលោកតាអាចារ្យបាទបងប្អូនបន្ទាប់ពីខ្ញុំបានចូលលុយបុណ្យនោះហើយខ្ញុំបានមកដុតធូបដងវាយព្រះអង្គនៅទីនេះអញ្ចឹងមានលោកក្មួយបងខ្ញុំនេះបាទអញ្ចឹងគាត់ទៅធ្វើបុណ្យដែរបាទគាត់ទៅដុតធូបដុតអីអញ្ចឹងទៅបន្ទាប់មកខ្ញុំដុតធូបម្ដងខ្ញុំដុតធូបដាក់លុយដាក់អីក្នុងប្រអប់នឹងដែរបាទចាចិនមក78អូ78ច្រើនណាស់ដល់ណាវិញនេះ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 អីនេះខាងនៅនេះ20ឆ្នាំ20ឆ្នាំអញ្ចឹងហ៎ញោមណាមកធ្លាប់ទៅនៅនៃការពីតូចដែរកណានៅតាំងពីឈប់ជាប់សង្គ្រាម79ចឹងញោមដូចជានៅនេះយូរដែរញោមយូរដែរតាំងពីលោកអើនៅលោកអើគាត់ដែរលោកអើគាត់មកទៅចេញបៃលិនទៅមក10ឆ្នាំជាងហ្នឹងកូននៅនេះដែរមកធ្លាប់ការលងន់ធ្លាប់ធ្វើកូនសិស្សនៅនេះចឹងលោកតាចាំគួងមកចំណាំមានញោមណែញោមមុំញោមលីហើយយាយធំជាវាក្មេងៗវាឲ្យឆ្លាស់1000 2000តាមសទ្ធាហ្នឹងនេះក៏កសាងបាក់បែកឲ្យកូននៅឆ្លាញ់ខាងមកត្បូងសៅអីទេណាឥឡូវបាក់បែកអស់កូនឯងឥឡូវធ្វើទីម៉ងវិញធ្វើមកផ្លូវណាមកលើកនេះផ្លែកណាមកខាងមក10ឆ្នាំស្រុកកំណើតនៅនេះតែអីណាមកស្រុកកំណើតនៅនេះតែណាដល់ពេលទៅហើយក៏យើងចេញទៅបានបួសនៅនេះណានៅខាងវត្តត្បូងមិញបាទនៅវត្តអីគាត់នៅវត្តពោខ្ញុំវត្តពោវាកណាបងកណានៅចិត្តវត្ត4មុខវត្ត4មុខបងចុះមកចិត្តវត្តមឹមគាត់ខាងវត្តមឹមខ្វាស្គាល់ណាបាទថតទៅកណាហ្នឹងហើយបងប្អូនអរគ្នាតបលោកមកពីអ្នកបងប្អូនខ្ញុំមកតែងគាត់មកនេះបងប្អូនជារូបព្រះអង្គបាទខ្ពស់មែនទែនបាទគឺកម្ពស់26ម៉ែត្របងប្អូនបាទខ្ពស់មែនទែនតាំងពីលើរហូតដល់ក្រោមណាបងប្អូនបាទណែបងប្អូនអរគ្នានេះគឺជាកម្មចដើដែលយើងត្រូវដើរចុះទៅដល់ខាងក្រោមគឺ183កម្មណាបងប្អូនបាទអញ្ចឹងខ្ញុំអត់ទាន់បាននឹងចុះទៅទេនេះគឺជាសកម្មភាពយើងដើរទៅខាងលើគឺច្រើនកម្មដែរបងប្អូនបាទហើយគឺមានរូបចេតិយជាច្រើនហ្នឹងហើយបងប្អូនអរគ្នាកន្លែងនេះដែរគឺកន្លែងអ្នកយកប្រពន្ធគេឬអីចឹងណាបាបបងប្អូនបាទអញ្ចឹងគឺមានសកម្មភាពនៅតាមហ្នឹងអញ្ចឹងបន្ទាប់មកខ្ញុំទៅមកកន្លែងទៀតអញ្ចឹងបងប្អូនតាមដានមកកន្លែងទៀតមកហ្នឹងហើយបងប្អូនអរគ្នាបន្ទាប់ពីខ្ញុំចេញមកពីកន្លែងព្រះអង្គខាងលើហើយខ្ញុំមកខាងក្រោមម្ដងគឺកន្លែងលោកយាយយ៉ាតបាទអញ្ចឹងបងប្អូនចាំតាមដានទាំងអស់គ្នាតើកន្លែងលោកយាយយ៉ាតមានអីខ្លះបាទណែបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំមកដល់កន្លែងលោកយាយយ៉ាតបាទអញ្ចឹងបងប្អូនតាទៅមើលខាងលើទៅណាបាទណែបងប្អូនអរគ្នាបន្ទាប់ពីខ្ញុំបានទៅដល់ម្ដាយផងខ្ញុំគាត់បានដុតធូបដុតអីថ្វាយព្រះអង្គអីចឹងណាបងប្អូនបាទ
ចឹងគឺខ្ញុំរកទីតាំងកន្លែងថតកន្លែងបងប្អូនបានមើលឃើញបន្តទៀតបាទចឹងបងប្អូនចាំតាមដានខ្ញុំបន្តទៀតមកដល់ខ្ញុំយ៉ាតបាទអញ្ចឹងខ្ញុំមកដល់គឺឃើញយ៉ាតសសានមែនទែនបាទនៅបងប្អូនអរគ្នាមើលកន្លែងបងប្អូនខ្មែរយើងដែលគាត់ដង្វាយបាទបងប្អូនអរគ្នាបើសិនជាបងប្អូនអាចនឹងឆ្លងកាត់មកខាងខេត្តបៃលិនបងប្អូនអាចនឹងចូលលេងបានបាទបងប្អូនអរគ្នាមកមើលខាងមុខទៀតគឺមានបងប្អូនយើងលក់អីជាច្រើនទៅតាមជាសូនសัตว์បាទតែបងប្អូនអរគ្នាគឺជាកន្លែងនេះដែរគឺមានលក់ជីវកម្មណាបងប្អូនកម្មខ្សែដៃខ្សែអញ្ចឹងណាបងប្អូនគឺស្អាតមែនទេតែខ្ញុំអត់ដឹងថាតំណាងជាស្អីទេបាទបងប្អូនគាត់តែមើលទូលេងលេងទេបាទមានជីនមានអីលក់ច្រើនដែរបងប្អូនបាទពិសេសមាននំជាអាហារសម្រន់តែបងប្អូនអត់ទេនំនេះហើយជាមកចាប់ហើយជាមួយឡាយហ្នឹងហើយតាមមើលកំពុងទួយដែរនៅជុំវិញនេះគឺសម្បូរទៅដោយកន្លែងលក់អីវ៉ាន់តែម្ដងចម្លែកជាងនឹងទៀតបងប្អូនគឺមានតំណាងផ្លែទុរេនបងប្អូនចុះមកមើលនេះចុះបាទបងប្អូនផ្លែមង្ឃុតធំមែនតើបាទបងប្អូនមើលខាងមកចាំនេះបាទផ្លែមង្ឃុតអានេះផ្លែមង្ឃុតនេះគឺជាក្តាប់នេះក្តាប់មង្ឃុតបាទអញ្ចឹងនេះជាកូនតរ៉េននោះម៉ែអូតរ៉េននោះគឺជេកអត់មែនទេណាស្រស់ស្អាតមែនទេណាមានផ្លែតរ៉េនមានផ្លែជេកអ្នកបាត់ដំបងមកពីម៉ាឡេស៊ីកន្លែងភ្នំលោកយាយយ៉ាតបាទនៅដែលទីតាំងនៅខេត្តបៃលិនបាទអញ្ចឹងបងប្អូនពេលដែលឆ្លងកាត់ទីនេះក៏ភ្លេចចូលលេងហើយកន្លែងលោកយាយយ៉ាតគឺនៅនេះបងប្អូនបាទបាទអញ្ចឹងគឺថ្ងៃនេះខ្ញុំដើរលេងជាលក្ខណៈពិសាបាទតែនេះចំណុចវិញហ្នឹងទាំងនាំគ្នាបានថតរូបលេងបងអើយតែបាទធម្មជាតិមែនទេអញ្ចឹងគឺមកជុំវិញនេះដែរបងប្អូនគឺកន្លែងទីតាំងនៅខាងខេត្តបៃលិនហើយបងប្អូនអរគ្នាវីដេអូខ្ញុំគឺមានតែប៉ុណ្ណេះចុងក្រោយអរគុណបងប្អូនច្រើនដែលបានតាមដានវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់បាយបាយ